ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីរាប់អានខ្ញុំបាទមានខ្លុយថ្មីមួយដែរតែជាប្រភេទខ្លុយដែលស្អាតបាទស្អាតធានាបានទំលែងនិងគុណភាពហើយពីរដើមនេះគឺមានមួយជាឈើក្រញូងហើយមួយទៀតគឺជាក្លឹម7បងប្អូនហើយក្លឹម7គឺបើនិយាយពីឈើក្លឹមនេះគឺពិបាករកមែនតើក្លឹម7ហើយបងប្អូនយើងដែលនិយមគេហៅថាអបិយជំនឿគឺក្លឹម7ហ្នឹងគឺអេមនេះមួយនេះហ្នឹងហើយមួយនេះស្អាតហើយឈើហ្នឹងគឺអត់មានតបៅឬក៏ប្រេះស្រាំទេគឺស្អាតធានាបានបើបងឯងមើលតាមរូបបានគឺបែបនេះឯងគឺស្អាតគ្មានតបៅគ្មានស្អុយឬក៏គេពុកផុយឬក៏ក្លឹមសុទ្ធតែម្ដងហើយមានចម្លាក់បន្តិចតួចយ៉ាងណាគឺស្អាតអាចតាក់ទងបានបើសិនជាអារម្មណ៍នៅសាលាប្រតិមាសកានភ្នំពេញហើយមួយនេះគឺឈើកញ្ញូងបងប្អូនកញ្ញូងក៏ស្អាតដែរស្អាតអត់មាននិយាយទៅគឺឈើមកគឺសម្រាប់សម្រាំងហ្មងអត់មានអីយកមកលក្ខណៈប្រេះស្រាំឬក៏អីតកៅស៊ីតកៅចុះទេគឺយកមកស្អាតហើយបើមិនស្អាតទេគឺយើងអត់ផ្លិតទេហ្នឹងហើយពីព្រោះអីដើម្បីគុណភាពក៏សម្រស់ផងដែរអញ្ចឹងសាលាខ្ញុំបាទគឺមានពីរដើមនេះបងប្អូនមួយគឺជាដើមអីគេក្លឹមអំពិលមួយទៀតគឺជាឈើក្រញូងអញ្ចឹងបងប្អូនយើងអាចតាក់ទងបាននឹងដើម្បីពិនិត្យមើលសាកសម្លេងក៏បានដែរនៅចិត្តសាលាប្រតិមាសកានភ្នំពេញគឺមាននៅចិត្តវត្តសង្កសរចម្ងាយមក50ម៉ែត្រពេលបងប្អូនយើងដល់វត្តគឺតាក់ទងមកគឺខ្ញុំទៅជួបផ្ទាល់និងអញ្ជើញឲ្យផ្ទាល់តែម្ដងដើម្បីចូលរួមនិងមើលនៅសាលាប្រតិមាសកានភ្នំពេញអរគុណច្រើនអញ្ញត្តិរូបលាបាទបាយបាយ see you when you see me